ផ្លូវនៃជីវិតចង្អៀតរីឯទ្វារដែលតូចហើយផ្លូវចង្អៀតនោះនាំទៅរកជីវិតហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញម៉ាថាយចំពុក7 ខ 14ក្នុងលោកីយ៍ដែលយើងរស់នៅមានផ្លូវជាច្រើនមនុស្សភាគច្រើនជ្រើសរើសផ្លូវដែលស្រួលនិងលឿនទោះបីពួកគេដឹងថាផ្លូវនោះមិនត្រឹមត្រូវនិងមិនស្មោះត្រង់ក៏ដោយក៏ពួកគេនៅតែចាញ់ការល្បួងនៃភាពជោគជ័យយ៉ាងងាយស្រួលប៉ុន្តែព្រះយេស៊ូវមានបន្ទូលមកកាន់យើងថាកុំឲ្យជ្រើសរើសផ្លូវដែលស្រួលនិងលឿនឡើយផ្ទុយទៅវិញត្រូវជ្រើសរើសផ្លូវដែលលំបាកនិងមានឧបសគ្គវិញព្រះយេស៊ូវមិនដែលមានបន្ទូលថាបើជឿតាមទ្រង់នឹងទទួលបានព្រះពរហើយក្លាយជាអ្នកមាននោះទេផ្ទុយទៅវិញទ្រង់បានប្រមានថាយើងនឹងត្រូវគេស្អប់ដោយសារទ្រង់ទាំងពីក្រុមគ្រួសារនិងមនុស្សដទៃប៉ុន្តែហេតុអ្វីបានជាយើងនៅតែយល់ច្រឡំថាការជឿលើព្រះយេស៊ូវនឹងធ្វើឲ្យយើងក្លាយជាអ្នកមានយើងអាចដើរលើផ្លូវធំបានដោយលីលើស្មានៅតម្លៃលោកីចំណងចង់ក្លាយជាអ្នកមាននិងអំនួតដែលប្រៀបធៀបជាមួយអ្នកដទៃប៉ុន្តែផ្លូវចង្អៀតមិនមែនជាផ្លូវដែលយើងអាចដើរចូលទាំងលីអីវ៉ាន់ទាំងនោះលើស្មានោះឡើយផ្ទុយទៅវិញផ្លូវចង្អៀតគឺជាផ្លូវដ៏លំបាកបំផុតដែលមានលះបង់ខ្លួនឯងនិងសេចក្តីទុក្ខលំបាកផ្លូវនេះមិនមែនគ្រប់គ្នាសុទ្ធតែអាចដើរបាននោះទេគឺមានតែអ្នកដែលកោតខ្លាចនិងស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបអាចដើរបានគឺជាផ្លូវដ៏ចង្អៀតបំផុតប៉ុន្តែផ្លូវចង្អៀតមិនមែនមានតែសេចក្តីទុក្ខវេទនានោះឡើយគឺជាផ្លូវដែលនាំទៅកាន់ជីវិតវាមិនមែនជាផ្លូវដ៏ឯកោដែលយើងដើរម្នាក់ឯងនោះទេគឺជាផ្លូវដែលពោរពេញដោយព្រះពរពិតប្រាកដដោយដើរជាមួយព្រះជាម្ចាស់